ព្រោះមានបុណ្យច្រើនណាស់ធ្វើទៅពេលខ្លះខាតយើងចំណាយទ្រព្យចំណាយកម្លាំងចំណាយពេលវេលាស្រាប់តែទីបំផុតខាតអត់បានសម្រេចប្រយោជន៍ទៅដល់អ្នកដែលបានចែកឋានខាតឃើញទេញោមខាតលុយជួបជុំគ្នាធ្វើបុណ្យទានចេះមិនអត់អស់លុយទេអស់លុយហើយមិនមែនអត់ហត់ទេហត់ហើយមិនមែនអត់មានពេលវេលាមកសម្រាប់ធ្វើច្រើនទេតើតដាក់ពេលដាក់វេលាថាពេលនោះជាពេលសំគួរជាពេលទំនេរអីចឹងទៅអញ្ចឹងបើយើងធ្វើមិនស្រួលខាតអ្នកស្លាប់នឹងអត់បានសម្រេចហើយមួយទៀតមិនចង់តែបានដល់តែអ្នកស្លាប់មួយមុខទេចង់ឲ្យបានដល់ផលកុសលសម្រាប់ខ្លួនឯងនឹងដែរព្រោះយើងធ្វើមួយចង់ឲ្យអ្នកស្លាប់ពីរចង់បានផលសម្រាប់ខ្លួនឯងមិនអញ្ចឹងឯងញោមដូចយើងខំតែសុំសិលអញ្ចឹងដូចថ្ងៃហ្នឹងថ្ងៃសិលអញ្ចឹងណាខំតែសុំសិលមិនមែនតែសុំដើម្បីអ្នកណាទេដើម្បីខ្លួនឯងឬក៏ញោមសុំសិលដើម្បីគេញាតិញោមកោះដៃជោសុំដើម្បីខ្លួនឯងបួសហ្នឹងក៏ចឹងដែរណាមិនមែនបួសដើម្បីអ្នកណាទេមិនបួសព្រោះស្នេហ៍ទេអាត្មានេះបួសតាំងពីមិនទាន់ដឹងខ្យល់ផង3-10ឆ្នាំមកអញ្ចឹងបួសដើម្បីខ្លួនឯងមិនមកបួសទេបួសដោយសារម៉ែបខំបួសដោយសារគេចាប់ធ្វើទាហានឬបួសដោយសារលាបណ្ណន់លាមាត់តអត់ទេគឺបួសដោយចិត្តខ្លួនឯងបើបួសដោយសារគេបខំអានឹងបានតែសបកខ្លួនទេមិនអញ្ចឹងហីញាតិញោមសាកវិភាគមើលបានតែសបកខ្លួនតែបើបួសដើម្បីខ្លួនឯងអានឹងបានខ្លួនឯងមកចេះឥឡូវញោមសំសិលដើម្បីខ្លួនឯងដល់តែដើម្បីខ្លួនឯងយើងត្រូវស្រឡាញ់តែអានឹងសម្រាប់ខ្លួនឯងហើយសិលហ្នឹងក៏សម្រាប់ជាគ្រឿងអលង្ការការពារខ្លួនទៀតជាអាវក្រោះសិលណាញោមដើម្បីការពារខ្លួនទៀតសីលังអភរណៈសេដ្ឋังសិលជាគ្រឿងអភរណៈលំអខ្លួនទៀតអ្នកសំសិលស្អាតស្អាតមើលញោមលើកៅអីហ្នឹងសំសិលអស់ហើយហ៎ព្រឹកមិញសុំអស់ហើយហ៎ហើយមិញក៏សុំដែរឃើញយើងស្អាតជាងមុនទេហើយតែអត់តាន់មានសិលអត់សូវស្អាតទេតែមានសិលឃើញស្អាតសើចមកចេញមកសិលហ្មងសើចមកស្អាតហ្មងគួរជាទីត្រេកអរជាទីជ្រះថ្លាមែនទេញោមការដែលធ្វើបុណ្យនឹងដូចគ្នាធ្វើដើម្បីឲ្យអ្នកស្លាប់មួយធ្វើដើម្បីខ្លួនឯងមួយចឹងនៅក្នុងពុទ្ធសាសនាលោកសម្ដែងអំពីបរិសុទ្ធសេចក្តីបរិសុទ្ធដើម្បីធ្វើបុណ្យហ្នឹងដើម្បីខ្លួនឯងនិងដើម្បីអ្នកចែកឋានពាក្យថាបរិសុទ្ធមានន័យថាម៉េចបរិសុទ្ធមានន័យថាគ្មានស្អីរញ៉េរញ៉ៃគ្មានគ្រឿងប្រឡាក់គ្មានគ្រឿងសៅម៉ងទេគឺបរិសុទ្ធដូចញោមពិសាទឹកបរិសុទ្ធហ្នឹងមកទឹកហ្នឹងស្អាតហើយវាបរិសុទ្ធហើយមែនទេញោមតែចុះសិលបរិសុទ្ធហ្នឹងសិលមិនសិលស្អាតសិលល្អមិនសុំវិព្រឹកល្ងាចដាច់ខ្ទេចទេសិលល្អសិលបរិសុទ្ធអាហ្នឹងសិលល្អសិលបរិសុទ្ធដល់និយាយពីបរិសុទ្ធក្នុងការធ្វើបុណ្យនេះលោកសំដៅទៅលើភាពបរិសុទ្ធ3យ៉ាងទី1វត្ថុបរិសុទ្ធវត្ថុបរិសុទ្ធស្អាតល្អដោយវត្ថុទី2ចេតនាបរិសុទ្ធស្អាតល្អទៅដោយចិត្តទី3បុគ្គលបរិសុទ្ធស្អាតល្អដោយបុគ្គលតែ3យ៉ាងហ្នឹងបានបុណ្យទាំងខ្លួនឯងផងបានបុណ្យទាំងអ្នកស្លាប់ផងញាតិញោមអើយញាតិញោម
ប្រមាណមិញ3បរិសុទ្ធ3យ៉ាងទី1វត្ថុបរិសុទ្ធទី2ចេតនាបរិសុទ្ធទី3បុគ្គលបរិសុទ្ធចាំចិត្តចប់ចាំសួរទៀតដូចម្ដេចហៅថាវត្ថុបរិសុទ្ធវត្ថុបរិសុទ្ធនេះគឺវត្ថុស្អាតដែលបានមកមិនមែនបានមកដោយសារតែការលួចការឆក់ការប្លន់មិនមែនបានមកព្រោះតែការកឹបកេងប្រវាញ់មិនមែនបានមកព្រោះតែលាក់លើលាក់ក្រោមយកមកបំពេញបុណ្យហ្នឹងមិនមែនទេបរិសុទ្ធស្អាតវត្ថុហ្នឹងណាឥឡូវបើយើងនិយាយពីវត្ថុសម្រាប់បំពេញបុណ្យមានដូចជាគ្រឿងប្រដាប់បុណ្យហ្នឹងវត្ថុបរិសុទ្ធស្អាតលោកអាចារ្យវេច្រើនតែនាំវេថាបានមកដោយធម៌កើតឡើងហើយដោយធម៌ប្រកបក៏ដោយធម៌ធ្លាប់ឮទេឮលោកអាចារ្យវេយ៉ាងណាញោមបានមកដោយធម៌ឃើញទេកើតឡើងហើយដោយធម៌ប្រកបដោយធម៌ទៀតបានក៏ដោយធម៌កើតក៏ដោយធម៌ប្រកបក៏ដោយធម៌អាហ្នឹងបរិសុទ្ធហើយវត្ថុហ្នឹងយល់ទេញាតិញោមយល់ទេញោមចាស់បុណ្យបានមកក៏ដោយធម៌កើតក៏ដោយធម៌ប្រកបក៏ដោយធម៌វត្ថុបរិសុទ្ធមិនសៅម៉ងមិនមានប្រឡាក់វត្ថុហ្នឹងបរិសុទ្ធហើយវត្ថុបរិសុទ្ធអត់មានកំណត់តម្លៃទេមិនថាវត្ថុបរិសុទ្ធនេះវាតម្លៃប៉ុណ្ណេះបានហៅថាបរិសុទ្ធតម្លៃប៉ុណ្ណេះបានហៅថាវត្ថុស្អាតអត់មានកំណត់តម្លៃជាងការបំពេញទានពេលខ្លះការបំពេញបុណ្យពេលខ្លះតើតែត្រូវការថ្លៃត្រូវការល្អដល់ទៅពេលត្រូវការថ្លៃត្រូវការល្អវាទើសចិត្តញោមញាតដែលអត់មានអីធ្វើចឹងបុណ្យមិនមែនបែកចែកបែបផែនដូច្នោះទេណាញោមណាព្រោះឥឡូវនេះបើថាធ្វើបុណ្យគ្រាន់តែទៅជួបលោកអាចារ្យគូសវាសឲ្យបុណ្យអីបច្ច័យ4ថ្ងៃមុននោះញោមម្នាក់នោះផ្ញើกระดาษឲ្យមើលនឹងអាចារ្យស្រុកគេទេមិនអាចារ្យស្រុកនេះទេណាកុំមកមើលមុខភ្លៀកនោះបុណ្យបច្ច័យ4នេះវាមានអរណ្ដាប់ថ្វាយក្រុងបលីមួយឈុតទៅណែអរណ្ដាប់ប៉ុណ្ណេះមួយឈុតមកភ្លេងពិនពៀតមួយឈុតទៀតគ្រឿងប្រឡងមួយឈុតទៀតគ្រឿងស្បង់ជីវរមួយឈុតទៀតក្រៅសរុបទៅគាត់ថាចេញពីអាចារ្យវិញអស់កម្លាំងធ្វើបុណ្យអស់ច្រើនពេកបានអាត្មាថាអាចារ្យហ្នឹងឈួតតែមិនអាចារ្យនេះទេណាអាត្មាថាអាចារ្យដែលគូសឲ្យហ្នឹងឈួតវត្ថុបរិសុទ្ធឯណាអស់ម្លឹងគាត់ថាធ្វើបុណ្យបច្ច័យ4លេងអស់ចង់6ដល់10លានដែរក៏គិតលេងទៅមិនរួចទេញោមអាហ្នឹងឯងដែលធ្វើឲ្យអ្នកដែលមានសទ្ធាបាក់សទ្ធាចុះអ្នកដែលចិត្តមានសទ្ធាដកសទ្ធាចេញឃើញទេមិនមែនគៀងឲ្យអ្នកដែលមិនតាន់មានសទ្ធាមានសទ្ធាអ្នកដែលមានសទ្ធាឲ្យរឹតតែមានសទ្ធាទេគឺឲ្យថយចុះហ្មងចុះបើលេងម៉ាក់សើម្លឹងហើយនឹងមិនតាន់គិតថ្លៃរោងថ្លៃបបរផងណាញោមហើយមិនតាន់គិតលោកទេសទៀតហើយនៅមិនតាន់គិតអាកូនផឹកបន្តិចបន្តួចអស់ទៅ50កេសទៀតមិនតាន់គិតទេណាអាហ្នឹងបើយើងវិភាគមើលអាហ្នឹងមិនមែនវត្ថុបរិសុទ្ធទេណាវាទៅជារឿងរញ៉េរញ៉ៃធ្វើឲ្យអ្នកមិនតាន់មានសទ្ធាលែងចង់ធ្វើមកមែនញោមគេអ្នកមានប៉ុណ្ណឹងធូរភាសាឥឡូវគេថាស៊ីផុយប៉ុណ្ណឹងចុះបើអ្នកក្រគាត់មានអីធ្វើបំឡឹងចឹងវត្ថុបរិសុទ្ធក្នុងទីនេះវត្ថុណាក៏ដោយជាចង្ហាន់បិណ្ឌបាតក៏ដោយបុក7បុកកសាំងបាយមួយស្រាក់ទៅវត្តក៏ហៅថាជាវត្ថុបរិសុទ្ធដែរព្រោះបុក7បុកកសាំងច្រាំប្រហុកអត់បានលួចនរណាទេឃើញទេដោយសមាជីវោអាហ្នឹងហៅថាវត្ថុបរិសុទ្ធដែរយល់ទេញាតិញោម
គុំតើវត្ថុបរិសុទ្ធបែបតើទិញអាថ្លៃហើយឥឡូវហ្នឹងប៉ុនឥឡូវហ្នឹងវាមិនស្រួលទេបើថាលុយតិចពិបាកធ្វើហ្នឹងទៅនោះតែខណៈប្រដាប់អង្គុយហ្នឹងមិនសូវស្រួលទេណាមើលរោងមើលប្រដាប់ដាក់សុំហុកថតឥឡូវគេសើមានមួយឈុតគេអញ្ចឹងនោះមើលបាយសីរៀបនោះប្រហែលថ្នាក់នោះក៏ដឹកចង់5 10ឡានហ្នឹងដឹកមកនេះហើយបើដូចកាលមុនវាមិនសូវអីទេកាលពីមុនអាត្មាទេមុនឆ្នាំ2010អីដើរទេសតាមបុណ្យញាតិញោមអត់តាន់មានអស់នេះទេស្អីនេះទេមែនទេញោមបើចង់ដាក់អញ្ចឹងវាតតែតែងណាស់ស្អាតណាស់ប្រឹងណាស់បានឥឡូវចេញតានេះមកអស់ហ្នឹងទេមែនទេញាតិញោមហើយដល់មកទាំងអស់គិតលុយវាមិនច្រើនហើយដល់ច្រើនយើងមកអត់លុយមិនញាក់ហ្នឹងបានអត់ចង់ណាអត់ចង់ចុះបើចង់បែបគាត់រោងអស់ប៉ុណ្ណឹងហើយចង់តម្រាំនៅស្អីបតិបតមកកណោទៀតនោះអញ្ចឹងធ្វើឲ្យអ្នកចិត្តមានសទ្ធាដកថយបណ្ដោយអញ្ចឹងបុណ្យដែលញោមធ្វើមិនចាំបាច់គិតទៅដល់ថ្នាក់ហ្នឹងទេទៅទំហំណារួចធ្វើទំហំហ្នឹងទៅណាញោមណាអាហ្នឹងធូរហ្មងញោមធូរហ្មងឥឡូវដែលចង់ធ្វើបុណ្យដល់ខ្លួនឯងផងដល់អ្នកស្លាប់ផងមិនបាច់ជួលរោងក៏បានដែរបាយមកស្រាក់ទៅវត្តទៅច្រាំប្រហុកបុកកសាំងបុក7អីចឹងទៅបើអត់អីសោះនោះហើយបាយមកស្រាក់ហ្នឹងទៅវត្ថុហ្នឹងគេហៅវត្ថុបរិសុទ្ធព្រោះវត្ថុហ្នឹងញោមមិនបានលួចគេមកយល់អត់បានលួចគេមកញាតិញោមមើលបុកកសាំងអត់លួចគេបុកស្វាយអត់លួចគេសាប់ស្វាយមួយត្រីឆ្អើអត់លួចគេហើយប៉ុណ្ណឹងបានមកដោយធម៌កើតឡើងហើយដោយធម៌ឃើញទេហ្នឹងបានមកដោយធម៌ព្រោះយើងមិនបានលួចគេណាមែនទេញាតិញោមទិញមានលួចណាពាក្យតែទិញមួយលួចមួយទិញអាហ្នឹងវាខុសគ្នាអាហ្នឹងទិញបើថាលួចត្រីឆ្អើគេអាហ្នឹងមិនមែនបានមកដោយធម៌ទេតែពាក្យតែទិញសមាជីវោយើងរកលុយបានយើងទៅទិញហ្នឹងហើយអាហ្នឹងគេហៅថាប្រកបដោយធម៌វត្ថុបរិសុទ្ធចុះបើយើងដល់វត្ថុបរិសុទ្ធរាប់ពាន់រាប់ម៉ឺនដុល្លារយកមកចំណាយអាហ្នឹងមិនសូវស្រួលចិត្តទេបុណ្យហើយជាពាក់គេបុណ្យហើយរឿងរ៉ាវច្រើនអាចិត្តបុណ្យហ្នឹងវាបាត់អស់ទៅហើយមែនទេញោមណោះតែនេះមិនមែននិយាយញោមម្ចាស់បុណ្យឯជួលរោងអីហើយទេហ្នឹងសិតតែបរិសុទ្ធរបស់ញោមហើយមិននិយាយសម្រាប់ញោមនោះដែលចង់ដែរតែអត់នោះហើយដល់អត់ទៅសូនសាញដំបូងតែមុនលោក8អង្គចុះអស់សល់4អង្គថាចង់មុនលោកកក្កដាទៅទេចុះឡើងគេថាលោកហ្នឹងស៊ីថ្លៃមិនបាច់មុនក៏អត់ទាំងឯងនេះទៀតអាចារ្យហ្នឹងប្រកែគូសវាសមែនបើយើងនិយាយស្ងាត់មកអាចារ្យហ្នឹងលឺណាហ្នឹងអត់អីទេញោមលឺបើអាចារ្យនោះឥឡូវយើងវិភាគហ្នឹងអាហ្នឹងហៅវត្ថុបរិសុទ្ធណាញាតិញោមណាចឹងអ្វីក៏ដោយដែលបានមកមិនមានវិវាទជាមួយនរណាបានមកមិនមែនដោយសារលួចបានមកមិនមែនដោយសារកັບគេងបានមកមិនមែនដោយសារតែអ្នកដតីផិតភ័យដោយសារទ្រព្យហ្នឹងណាគេហៅថាទ្រព្យវត្ថុបរិសុទ្ធណាញោមណាចឹងឥឡូវញោមទាំងអស់នេះវត្ថុទាំងអស់នេះតាំងចិត្តថាជាវត្ថុបរិសុទ្ធបានមកចឹងថ្លៃក៏ដោយថោកក៏ដោយឲ្យតែវត្ថុមិនមានអំពើណាអាក្រក់គឺហៅថាវត្ថុបរិសុទ្ធហើយណាញោមណាឥឡូវមានវត្ថុបរិសុទ្ធហ្នឹងហើយត្រូវរកចំណុចទី2មកដាក់គឺចេតនាបរិសុទ្ធចេតនាបរិសុទ្ធលោកសំដៅទៅលើចិត្តស្អាតព្រះសម្មាសម្ពុទ្ធលោកសំដៅទៅលើចិត្តស្អាតក្នុងគណៈទាំង3ណែគណៈទី1គេហៅថាពុព្វចិត្តខាងមុនធ្វើបុណ្យគណៈទី2មញ្ញនៈចិត្តពងធ្វើគណៈទី3អបរាបរៈចិត្តពេលដែលគេរុះរោងទៅអស់ភ្ញៀវទៅលីង3គណៈចិត្តគឺជាចិត្តបុណ្យចិត្តស្អាតចិត្តចេតនាបរិសុទ្ធចិត្តស្អាតហ្នឹងយើងមើលយ៉ាងម៉េចបើមុខស្អាតរូបរាងស្អាតយើងអាចប៉ះពៅលាបម្សៅលាបលេឬក៏កែកុនបានចិត្តស្អាតមើលមិនចិត្តដែលស្អាតយើងមើលទៅតាមគណៈខ្លួនឯងដែលធ្វើចិត្តមិនស្អាតយើងដឹងខ្លួនឯងស្រេចហើយ